យីយប់ជ្រៅដល់ថ្នាក់នេះហើយនឹងមានអ្នកលក់កាហ្វេទៀតកំពុងតែល្ងួយដេកផងចុះទៅរកកាហ្វេបានមួយកែវសិនមិនពិតទេនេះមិនមែនជាឡានរបស់ខ្ញុំទេក្មួយអើយឲ្យលុយកាហ្វេពូមកពូចង់បានលុយយកទៅធ្វើបុណ្យណាក្មួយឡា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 ហឹមហឹមហឹមមានរឿងរ៉ាវដំណាលអំពីហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយដែលបានកើតឡើងលើបុរសម្នាក់ឈ្មោះថាតារាវាគឺជាយប់ទី2បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅដោយតារាទើបតែត្រឡប់មកពីលេងផ្ទះមិត្តភក្តិម្នាក់ដែលស្ថិតនៅក្នុងស្រុកបាទីខេត្តតាកែវផ្ទះរបស់គេស្ថិតនៅក្នុងភូមិដាច់ស្រយាលមួយហុំព័ទ្ធទៅដោយវាលស្រែនិងដើមត្នោតខ្ពស់ៗយប់នោះបន្ទាប់ពីបានជួបជុំគ្នាពិសារអាហារនិងជជែកគ្នាលេងយ៉ាងសប្បាយរីករាយមកតារាក៏បានលាមិត្តភក្តិចេញដំណើរមកវិញនៅម៉ោងប្រហែល11កន្លះយប់មេឃងងឹតពោរពេញទៅដោយពពកដុំគ្មានសូម្បីតែពន្លឺព្រះច័ន្ទខ្យល់ត្រជាក់បក់បកមកប៉ះកញ្ចក់ឡានបង្កើតជាសំឡេងវឺតថ្វីត្បិតតែយប់ជ្រៅបន្តិចមែនប៉ុន្តែក្នុងចិត្តតារានៅតែមានអារម្មណ៍ស្រស់ស្រាយនិងរំភើបនៅឡើយចំពោះការជួបជុំមិត្តភក្តិចាស់ៗកាលពីក្បាលព្រលប់រថយន្តរបស់តារាបានបើកកាត់តាមផ្លូវលំដែលនៅសងខាងសុទ្ធតែជាព្រៃរបោះនិងដើមត្នោតឈរតម្រង់ជួរគ្នាក្នុងចិត្តគេកំពុងគិតថាផ្លូវនេះនឹងនាំគេឲ្យទៅដល់ផ្ទះដោយសុវត្ថិភាពប៉ុន្តែតារាមិនបានដឹងទាល់តែសោះថាភាពស្ងប់ស្ងាត់ជ្រងំនៃយប់ខែដាច់នេះកំពុងតែលាក់ទុកនៅរឿងអាថ៌កំបាំងដ៏គួរឲ្យរន្ធត់មួយពន្លឺចង្កៀងឡានរបស់តារាជះទៅលើផ្លូវលំតែពោរពេញដោយធូលីដីហុយសំពងភ្នែករបស់គេចាប់ផ្ដើមធ្ងន់ទាញចុះក្រោមដោយសារភាពងងុយដេករំពេចនោះនៅខាងមុខឆ្ងាយបន្តិចក្បែររបងដើមត្នោតចាស់គេក៏បានឃើញពន្លឺភ្លើងតូចមួយមកដល់ចិត្តបន្តិចទើបសម្គាល់ឃើញថាវាគឺជាតូបកាហ្វេដែលសង់អំពីឈើចាស់ដំបូលប្រក់ស្លឹកត្នោតរហែករយីរយងតារាដកដង្ហើមធំដោយក្តីត្រេកអរហើយក៏អែបឡានឈប់នៅក្បែរនោះយីយប់ជ្រៅដល់ថ្នាក់នេះហើយនឹងមានអ្នកលក់កាហ្វេទៀតកំពុងតែល្ងួយដេកផងចុះទៅរកកាហ្វេបានមួយកែវសិនតារាចុះពីលើឡានដើរសំដៅទៅតូបនោះបរិយាកាសជុំវិញស្ងាត់ជ្រងំមានតែសំឡេងសត្វល្អិតកំពុងយំរំពងនៅពីក្រោយតុឈើខ្មៅស្រអាប់មានបុរសចំណាស់ម្នាក់មុខមាំសម្បុរខ្មៅស្រអែមភ្នែកស្លក់ជ្រៅគាត់កំពុងឈររៀបចំកែវកាហ្វេដោយមិនងើបមុខមើលគេសម្បីបន្តិចសួស្ដីពូសុំកាហ្វេខ្មៅក្តៅមួយកែវមកពូបើកឡានយូรงងុយដល់ហើយពូអ្នកលក់កាហ្វេម្នាក់នោះមិនឆ្លើយតបភ្លាមនោះទេប៉ុន្តែបែរជាឈប់រៀបចំកែវរួចងើបមុខសម្លឹងមកកាន់តារាភ្នែករបស់គាត់មើលទៅហាក់ដូចជាគ្មានវិញ្ញាណទាល់តែសោះគាត់ងក់ក្បាលយឺតរួចក៏លូកដៃទៅដួសម្សៅកាហ្វេចាក់ចូលទៅក្នុងកែវតារាក៏ដើរទៅអង្គុយនៅលើកៅអីឈើវែងមួយដែលនៅក្បែរនោះពេលក្រឡេកមើលទៅជ្រុងម្ខាងទៀតនៃតូបតារាក៏បានឃើញមនុស្សពីរនាក់ទៀតកំពុងអង្គុយអោនមុខចុះផឹកកាហ្វេក្នុងភាពងងឹតពួកគេស្លៀកពាក់ខោអាវចាស់ដូចជាអ្នកធ្វើការចម្ការអ្វីដែលចម្លែកគឺពួកគេមិននិយាយស្ដីសូម្បីតែមួយម៉ាត់ហាក់ដូចជាស្ថិតក្នុងពិភពមួយផ្សេងទៀតកាហ្វេបានហើយក្មួយគាត់ហុចកែវកាហ្វេដែលមានពណ៌ខ្មៅងងឹតមកឲ្យតារាទទួលយកមករួចក៏បឺតមួយក្អឹកធំសង្ឃឹមថានឹងបានជាតិកាហ្វេមកជួយដាស់ស្មារតីប៉ុន្តែរំពេចនោះគេស្ទើរតែខ្ជាក់វាចេញមកវិញកាហ្វេនោះត្រជាក់ស្រិបដូចទឹកកកដែលគេត្រាំក្នុងមឈូសវាមិនត្រឹមតែត្រជាក់ទេប៉ុន្តែវាមានរសជាតិល្វីងចត់និងក្លិនអាក្រក់ម្យ៉ាងដែលគេមិនដែលស្គាល់ពីមុនមកពូមិនកាហ្វេត្រជាក់អញ្ចឹងពូមិនឆុងទឹកក្តៅទេអីតារាបានសួរដោយការមិនពេញចិត្តតាចាស់ដែលជាអ្នកលក់កាហ្វេនោះនិយាយយឺតមកកាន់តារាថា
ទឹកក្តៅអីក្មួយពូបង្កាត់ភ្លើងលេងឆេះទៀតហើយក្មួយអើយកាហ្វេនេះពូឆុងទុកយូរណាស់មកហើយតាំងពីយប់ដែលឡានដឹកទំនិញបុកកំទេចតូបនេះនិងជីវិតពូជាមួយនឹងកូនពូមកម្ល៉េះ ពាក្យសម្ដីរបស់គាត់ធ្វើឲ្យតារាព្រឺសម្បុរខ្ញាក់ចាប់តាំងពីចុងជើងរហូតដល់ក្បាលតារាចាប់ផ្ដើមដឹងខ្លួនថាគេមិនមែនកំពុងអង្គុយក្នុងតូបកាហ្វេធម្មតានោះទេគ្រាន់តែឮពាក្យថាបុកគំតិចជីវិតភ្លាមបេះដូងតារាស្ទើរតែលោតចេញមកក្រៅគេប្រញាប់ទាញកាបូបលុយចេញពីហោប៉ៅប៉ុន្តែស្ទាបមិនប៉ះទាល់តែសោះដោយគេនឹកឃើញថាប្រហែលជាកាបូបលុយរបស់គេនៅក្នុងឡានហើយគេក៏បាននិយាយទៅកាន់ពូលក់កាហ្វេថាចាំបន្តិចពូក្មួយទៅយកលុយនៅក្នុងឡានសិនតារានិយាយទាំងរឹងអណ្ដាតរួចក៏ស្ទុះងើបចេញពីកៅអីឈើចាស់នោះគេរត់សម្ដៅទៅរកឡានដែលចតនៅក្បែរចិញ្ចើមផ្លូវពេលទៅដល់ជិតឡានរបស់ខ្លួនបែរជាឃើញឡានមានសភាពខ្ទេចខ្ទីផ្នែកខាងមុខបុកជាមួយនឹងដើមត្នោតធំមួយរហូតដល់កំពិតចូលក្នុងកញ្ចក់ឡានបែកខ្ចាត់ខ្ចាយហើយមានឈាមហូរស្រោចពេញទ្វារឡានមិនពិតទេនេះមិនមែនជាឡានរបស់ខ្ញុំទេរំពេចនោះសំឡេងសើចគ្រលួចបានបន្លឺឡើងពីក្រោយខ្នងរបស់គេតារាងាកក្រោយយ៉ាងយឺតតូបកាហ្វេដែលទើបតែឃើញអំមាញ់មិញនេះប្រែជាខ្ទេចខ្ទីដោយកន្លែងដែលគេបោះបង់ចោលរាប់ឆ្នាំបុរសចំណាស់ដែលជាម្ចាស់តូបកំពុងដេកក្នុងសភាពសាកសពដោយរលេះរលួយស្បែកខ្មៅស្លេកហើយមានឈាមហូរចេញពីភ្នែកចំណែកមនុស្សពីរនាក់ដែលអង្គុយផឹកកាហ្វេអំបាញ់មិញក៏ងើបឈរឡើងក្នុងសភាពបាក់ដៃបាក់ជើងកំពុងឈរសម្លឹងមកកាន់គេក្មួយអើយឲ្យលុយកាហ្វេពូមកពូចង់បានលុយយកទៅធ្វើបុណ្យណាក្មួយខ្មោចទាំង3នាក់នោះចាប់ផ្ដើមឡោមព័ទ្ធតារាភ័យខ្លាំងពេករហូតដល់ដួលទៅលើដីរួចក៏ស្ទាបប៉ះក្រដាស$10មួយសន្លឹកហើយមិនបងអង្គយូរឡើយគេក៏ក្រវាត់លុយនោះទៅលើដីរួចសម្រេចចិត្តបិទភ្នែករត់សម្ដៅចូលទៅក្នុងឡានដែលខ្ទេចនោះទាំងប្រថុយប្រថានពេលដែលតារាលូកដៃចាប់ទ្វារឡានគ្រប់យ៉ាងក៏ប្រែជាសភាពធម្មតាវិញឡានរបស់គេនៅថ្មីដដែលគ្មានស្នាមបុកគ្មានស្នាមឈាមគេប្រញាប់ចូលក្នុងឡានចាក់សោរួចបញ្ឆេះម៉ាស៊ីនយ៉ាងស្ន់ស្លោនៅពេលដែលគេបើកទៅមុខមើលតាមរយៈកញ្ចក់ឡានមើលក្រោយគេបានឃើញតាចាស់និងកូនរបស់គាត់ឈរកណ្ដាលផ្លូវក្នុងសភាពរយិញរយងដៃលើកយល់លាគេទាំងស្នាមញញឹមគួរឲ្យខ្លាចកំផុតតារាជន់ហ្គាឡានបើកចេញពីទីនោះបោះពួយដូចហោះនិងមិនហ៊ានឈប់ឬងាកក្រោយមើលទៀតឡើយរហូតដល់ឃើញពន្លឺភ្លើងអ្នកជិតខាងនៅខាងមុខតារាបានគិតថាជីវិតរបស់គេស្ទើរតែបញ្ចប់នៅតូបកាហ្វេក្បែរដើមត្នោតនោះបាត់ទៅហើយចាប់តាំងពីពេលនោះមកឲ្យតែដល់រដូវភ្ជុំបិណ្ឌឬធ្វើដំណើរទៅឆ្ងាយនាពេលយប់ជ្រៅគេមិនដែលហ៊ានឈប់ឡានផឹកកាហ្វេតាមដងផ្លូវស្ងាត់ទៀតឡើយហើយរឿងនិទាននេះក៏សន្មតបញ្ចប់ត្រឹមតែប៉ុណ្ណេះឯងហោង